វត្តការកណ្ដាលវិហារឈើមួយនេះមានបង្អួចចំនួន15និងទ្វារចំនួន5បាទបងប្អូនដឹងទេនៅខាងក្រោយខ្ញុំនេះគឺជាវត្តរកាកណ្ដាលវិហារឈើមួយនេះត្រូវបានគេកសាងឡើងនៅដើមសតវត្សទី18គិតមកដល់ពេលនេះមានអាយុកាលប្រមាណជាង200ឆ្នាំវត្តរកាកណ្ដាលគឺជាតំបន់ទេសចរវប្បធម៌មួយដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចរំលងបានឡើយបើនិយាយពីអាយុកាលរបស់វិហារឈើនេះវិញគឺមានវ័យចំណាស់ប្រមាណជាង200ឆ្នាំមកហើយដែលត្រូវបានគេកសាងឡើងតាំងពីអំឡុងដើមសតវត្សទី18មកម្ល៉េះបន្ទាប់ពីលោកអ្នកបានមកដល់រមណីយដ្ឋានទេសចរវប្បធម៌វិហារឈើបុរាណរកាកណ្ដាលដែលមានទីតាំងស្ថិតនៅភូមិរកាកណ្ដាលទី1សង្កាត់រកាកណ្ដាលក្រុងក្រចេះតាមផ្លូវជាតិលេខ76ក្រចេះឆ្លងមានចម្ងាយប្រមាណ2គីឡូម៉ែត្រពីទីរួមខេត្តហើយនោះយើងសង្កេតឃើញនៅខាងលិចផ្លូវទល់មុខវត្តរកាកណ្ដាលមានសំណង់វិហារឈើបុរាណដ៏ចំណាស់មួយដោយមានរំលេចទៅដោយក្បាច់ក្បូរយ៉ាងវិចិត្រនិងគួរឲ្យស្ងប់ស្ងាញ់បំផុតពីព្រោះវាមានលក្ខណៈខុសប្លែកពីវិហារដទៃព្រមទាំងនៅមានសំណង់បុរាណជាច្រើនទៀតនៅក្នុងបរិវេណបន្សល់ទៅដោយបេតិកភណ្ឌជាតិនេះសម្រាប់អ្នកទេសចរជាពិសេសជនបរទេសទស្សនានិងស្វែងយល់ពីអាយុកាលរបស់វាថែមទៀតផងលោករុនភារាប្រធានមន្ទីរទេសចរខេត្តក្រចេះបានមានប្រសាសន៍ប្រាប់ឲ្យដឹងថារមណីយដ្ឋានទេសចរវប្បធម៌វិហារឈើបុរាណរកាកណ្ដាលគឺជាវិហារដ៏ចំណាស់មួយដែលធ្វើឡើងអំពីឈើក្រញូងនិងដើមឈើតាត្រាវនៅក្នុងអំឡុងដើមសតវត្សទី18បើគិតរហូតមកដល់ពេលនេះអាយុកាលរបស់វាមានជាង200ឆ្នាំទៅហើយដោយវាមានការតាក់ទាញអ្នកទេសចរខ្លាំងណាស់ពោលគឺបើយើងក្រឡេកទៅមើលបាច់ផ្កាភ្ញីនៅលើហើយជាងនិយាយរួមនៅលើតួវិហារឈើបុរាណនេះទាំងមូលពិតជាអស្ចារ្យខ្លាំងណាស់វិហារឈើបុរាណរកាកណ្ដាលនេះវាមានក្បាច់រចនាធ្វើអំពីឈើប្រណិតយ៉ាងល្អវិចិត្រនិងចម្លែកខ្លាំងណាស់នៅផ្នែកខាងក្នុងនៃព្រះវិហារឈើយើងឃើញមានរំលេចទៅដោយក្បូរក្បាច់ផ្សេងគ្នាដែលប្រជាពលរដ្ឋអ្នកភូមិទេសចរមានជំនឿថាពិតជាវិហារដ៏អាថ៌កំបាំងនិងជាទីដ៏ស័ក្តិសិទ្ធិបំផុតផងដែរបច្ចុប្បន្នវិហារឈើបុរាណរកាកណ្ដាលត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិនិងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៏ដូចជាធ្វើការផ្សព្វផ្សាយដោយមន្ទីរទេសចរខេត្តនិងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតចូលរួមថែរក្សាមរតកវប្បធម៌ជាតិដ៏កម្រនេះសម្រាប់មនុស្សជាតិទូទៅនៅរមណីយដ្ឋានវប្បធម៌វិហារឈើបុរាណរកាកណ្ដាលនេះភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ទៅលើក្បាច់ផ្សេងនៅវិហារឈើនេះដែលទស្សនាកាន់តែយូរកាន់តែជក់ចិត្តជាពិសេសធម្មជាតិដ៏ស្រស់បំព្រងដែលមាននៅទីធ្លាវិហារបុរាណនេះនៅក្នុងវិហារឈើបុរាណនេះក៏មានមរតកមួយចំនួនក៏បានបន្សល់ទុកនៅទីនោះដូចជាព្រះពុទ្ធរូបថ្មដែលមានអាយុកាលរាប់រយឆ្នាំមកហើយ